បាទក្រូចពោធិ៍សាត់បាត់ដំបងមកដល់កៅប្រមូលផលហើយបាទឥឡូវនេះពេញអាចភពបានបដាផ្លែច្រើនណាច្រើនរសជាតិវាផ្អែមបងប្អូនត្រូវការអាចកំងបានបាទក្រូចពោធិ៍សាត់ស្រុកបានខេត្តបាត់ដំបងណាផ្លែច្រើនណាស់ចកោមនេះសុទ្ធតែក្រូចបានកាត់ស្មៅចោលទេស្មៅឡើងលិចដាំក្រូចឲ្យបានរវល់ពេករវល់តែការងារតើខ្លួនបានមើលក្រូចទេនិយាយចូលចការម្ដងផ្លែល្អวันไหนហូបបានហូបបានហើយនឹងដល់ផ្អែមមកតនីឃើញសបកដល់ផ្អែមនេះសត្វផ្អែមឃើញសបកនេះនេះវិញគេថាក្រូចថ្លុងមកក្រូចថ្លុងទឹកខ្មុំតែខ្មុំបើទឹកអស់ហើយមានអត់មានទេមានតែជាតិទឹកខ្មុំឯងមានរសជាតិក្រូចថ្លុងធម្មតានេះការនេះអត់ឈ្នះសម័យភ្លើងស៊ីខ្ទេចបាទភ្លើងស៊ីតាំងពីក្តាប់ទៅអាក្រូចនេះក៏ហូបបានដែរអានេះហៅដងខ្ទិះជួយសាក់ដងខ្ទិះហ្នឹងក្រូចថ្លុងក្រូចពោធិ៍សាត់ធម្មជាតិសុទ្ធបាទមានបានបាញ់ថ្នាំអីទេនេះទុំមកហើយក្នុងចំការសរុបទាំងអស់មាន100ដើមជាងមក110ដើមសាក់ចាស់ចោលនេះហូបបានក្រូចថ្លុងនឹងស្បៃអត់ស្បៃស្រាំងអុចជ្រួផ្លែដល់ហើយខ្នាតផ្លែមក